កម្ពុជាកាណាដាបដិញ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅនៅវេលាព្រឹកថ្ងៃច័ន្ទទី20ខែមេសាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតជូនឯកឧត្តម Christian De Roche ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជានិងកាណាដានិងបានគូបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសពាណិជ្ជកម្មនិងការវិនិយោគរបស់កាណាដានៅកម្ពុជាឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់អំពីការបដិញ្ញាចិត្តរបស់កាណាដាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរជាពិសេសក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចទន្ទឹមនេះឯកឧត្តមឯកអគ្គរដ្ឋទូតបានគូបញ្ជាក់ពីការបដិញ្ញាចិត្តរបស់កាណាដាក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជាដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Francophonie លើកទី20នាពេលខាងមុខនេះឲ្យទទួលបានជោគជ័យព្រមទាំងបានបញ្ជាក់ថាគណៈប្រតិភូជាន់ខ្ពស់របស់កាណាដានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជាដែលបានផ្ដល់ការគាំទ្រក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាណាដាអាស៊ានលើវិស័យសេដ្ឋកិច្ចនិងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានកាណាដា ACFTA ដែលគ្រោងនឹងបញ្ចប់និងចុះហត្ថលេខានាពេលខាងមុខឆាប់ៗនេះជាការឆ្លើយតបសម្ដេចបវរធិបតីបានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជានិងបានបង្ហាញជំនឿជាក់ថាក្នុងអាណត្តិការទូតរបស់ឯកឧត្តមទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តរីកចម្រើនរឹងមាំនិងកាន់តែស៊ីជម្រៅថែមទៀតសម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់កាណាដាដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាពនិងការស្ដារនិងអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាសម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់អំពីភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរនិងសក្តានុពលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីព្រមទាំងបានរំលេចអំពីតួនាទីនិងបំណងរបស់សហគមន៍ខ្មែរនៅប្រទេសកាណាដាក្នុងការជួយជំរុញនិងតភ្ជាប់ទំនាក់ទំនងកម្ពុជាកាណាដាជាពិសេសវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចសម្ដេចបវរធិបតីបានបន្តទៀតថាកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានណែនាំឲ្យក្រសួងពាណិជ្ជកម្មនិងសភាពាណិជ្ជកម្មកម្ពុជាបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដាដើម្បីជាស្ពានតភ្ជាប់និងជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការជំរុញទំហំពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាថែមទៀតសម្ដេចបវរធិបតីបានគូបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកាណាដាទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងអន្តរជាតិសម្ដេចបវរធិបតីនិងឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានពិភាក្សាគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់មួយចំនួនរួមមានពាណិជ្ជកម្មការវិនិយោគនិងសេដ្ឋកិច្ចការពារជាតិនិងសន្តិសុខក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន